ស្រឡាញ់ប៉ាសូហ្វីហេតុអ្វីកំណត់ហេតុរបស់ឯងសរសេរមិនទាន់ចំខ្ញុំភ្លេចអ្នកគ្រូខ្ញុំសុំតើឯងត្រូវតែទៅផ្ទះពេលរៀនចំហើយសរសេរវាឲ្យចំឥឡូវត្រឡប់ទៅអង្គុយវិញចាឥឡូវអ្នកណាចេះធ្វើលំហាត់នៅលើក្តារខៀននេះនរណាចុះធ្វើសូហ្វីឯងមិនព្យាយាមធ្វើវាទេខ្ញុំបានធ្វើវារួចហើយចម្លើយគឺ67ត្រឹមត្រូវហើយតើឯងធ្វើវាដោយរបៀបណាឯងមិនបានសរសេរវាទេខ្ញុំមិនចាំបាច់សរសេរទេអ្នកគ្រូចង់ជួបប៉ាឯងនៅថ្ងៃស្អែកកូនស្រីលោកពូកែណាស់បើនាងកាន់តែមានវិន័យនិងទទួលខុសត្រូវជាងនេះកាន់តែល្អខ្ញុំនឹងព្យាយាមសូហ្វីជីវិតមិនតែងតែងាយស្រួលនោះទេហើយបើកូនមិនមានទំនួលខុសត្រូវបញ្ហាតូចបំផុតក៏អាចធ្វើឲ្យកូនបាក់បែកបានដែរកូនពូកែណាស់តើប៉ាបានតែងកង់ឲ្យខ្ញុំតាមសន្យាទេប៉ាមិនគោរពសន្យាគ្មានទំនួលខុសត្រូវវិជ្ជាបណ្ឌិត Dragon លោក James ស្រាប់តែដួលនៅក្នុងកសិដ្ឋានរបស់គាត់លោកត្រូវទៅសូហ្វីទៅផ្ទះចុះតោះទៅនេះគ្រាន់តែជាការបារម្ភពេកប៉ុណ្ណោះលោក James ប៉ុន្តែដើម្បីឲ្យប្រកាសលោកត្រូវធ្វើការពិនិត្យបន្ថែមលោកត្រូវតែទៅទីក្រុងដើម្បីធ្វើការពិនិត្យនោះបំភ្លេចវាទៅវិជ្ជាបណ្ឌិតនេះនឹងជួយដោះស្រាយបញ្ហាបានខ្លះខ្ញុំមិនអាចទេយកទៅវាជួយឲ្យខ្ញុំស្ងប់ចិត្តតើលោកគិតថាខ្ញុំមានអារម្មណ៍យ៉ាងណាដែលមិនប្រកាសពីអ្វីដែលអ្នកជំងឺរបស់ខ្ញុំត្រូវការលោកត្រូវតែទៅថ្ងៃស្អែកខ្ញុំនិងកូនប្រុសខ្ញុំនឹងជួយការងារនៅក្នុងកសិដ្ឋានរបស់លោកហើយខ្ញុំនឹងមកជាមួយលោកអរគុណណាស់ជំនួសឲ្យការយកថ្លៃពីលោកពីអ្នកជំងឺលោកចុងក្រោយគឺលោកជាអ្នកចំណាយលើវាប្រហែលប្រាក់ខែនាងមួយខែយឺតទេកុំបារម្ភខ្ញុំចង់ឃើញលោកចែមជាសះស្បើយជាងទៅផ្ទះចុះខ្ញុំនឹងទៅមើលអ្នកជំងឺនៅសល់ខ្ញុំនៅទីនេះដែរប៉ុន្តែលោកពិតជាត្រូវការជំនួយការវិជ្ជាបណ្ឌិតនៅទីនេះសួស្តីទីបំផុតកូនមកដល់ផ្ទះហើយស្វាគមន៍សូហ្វីតើរៀបចំអាហារពេលល្ងាចចា៎បើកូនត្រូវធ្វើកិច្ចការផ្ទះប៉ានឹងទៅខ្ញុំមិនធ្វើកិច្ចការផ្ទះទៀតទេនៅជប់នេះហេតុអ្វីបានជាមិនធ្វើដោយខ្ញុំគ្មានអារម្មណ៍ចូលចិត្តវាថ្ងៃនេះគ្រូរបស់សូហ្វីបានប្រាប់បងថាកូនស្រីយើងពូកែយ៉ាងណាហើយបើសិនជានាងមានទំនួលខុសត្រូវជាងនេះសូហ្វីកូនឆ្លាតគ្រប់គ្រាន់ដើម្បីក្លាយជាវិជ្ជាបណ្ឌិតកូនត្រូវតែភូមិយើងសុំទៅប៉ែខ្ញុំនឹងសម្រេចចិត្តធ្វើអ្វីដែលខ្ញុំចង់ធ្វើនៅពេលខ្ញុំធំឡើងឲ្យពេលនាងទៅនាងនៅតូចពេកកុំបារម្ភសម្រាប់ទៅលោកនឹងមិនណៃនោះទេថ្នាំអង់ទីប៊ីយោទិកដែលយើងបានទិញណាអាកាសធាតុមិនល្អដូច្នេះថ្នាំមិនបានមកដល់ទេខ្ញុំនឹងទៅទីក្រុងខ្លួនឯងយើងត្រូវតែយកថ្នាំនេះមកឲ្យទាន់មុនពេលល្ងាចបើមិនចឹងទេមេរោគនឹងរីកសាយខ្ញុំនឹងខ្ចីឡានរបស់ Steven លោកមិនអាចនៅក្នុងអាកាសធាតុបែបនេះទេប៉ាកូនគួរតែមកដល់ផ្ទះឲ្យពេលនេះគាត់ប្រហែលជានៅជាមួយអ្នកជំងឺណាម្នាក់របស់គាត់ពេលខ្លះខ្ញុំឆ្ងល់ថាតើពួកគេពិតជាឈឺមែនទេឬគ្រាន់តែចង់បានថ្នាំឥតគិតថ្លៃសូហ្វីមិនក៏និយាយអាក្រក់បែបនេះខ្ញុំសុំទោសលោកស្រី Staten វិជ្ជាបណ្ឌិត Dragon បានជួបគ្រោះថ្នាក់ធ្ងន់ធ្ងរអូថាម៉េចខ្ញុំបានធ្វើអ្វីដែលខ្ញុំអាចធ្វើបានយើងត្រូវតែយកគាត់ទៅទីក្រុងខ្ញុំនឹងយកគាត់ទៅទីក្រុងក្នុងអាកាសធាតុបែបនេះហ៎បើគាត់មិនបានរកឃើញជំងឺថ្លើមហើមខ្ញុំទេប្រហែលជាថ្ងៃនេះខ្ញុំស្លាប់បាត់ហើយរៀបចំធ្វើដំណើរចុះ
នេះជាប្រាក់មួយចំនួនមិនច្រើនទេតែហើយនេះជាប្រាក់ខ្ញុំ ខ្ញុំកាលពីឆ្នាំមុនគាត់បានជួយសង្គ្រោះកូនស្រីខ្ញុំនិងកូនរបស់នាងហើយគាត់មិនយកលុយពីយើងទេវិជ្ជបណ្ឌិត Regan តែងតែនៅទីនោះសម្រាប់យើងទាំងអស់គ្នាថ្ងៃនេះដល់វេនយើងហើយយើងកំពុងធ្វើព្យាយាមអស់លទ្ធភាពហើយបងលុយនេះបញ្ជាបងប្រាក់ ចាត្រូវហើយ ខ្ញុំនឹងទៅ អត់ទេលោកយក Sophie ទៅផ្ទះចុះកូនសម្លាញ់កូនត្រូវប្រឡងនៅថ្ងៃស្អែកត្រូវទេប៉ុន្តែម៉ែទៅផ្ទះចុះព្យុះស្ងប់ហើយប៉ាឯងមិនចង់ឲ្យឯងខកការប្រឡងទេ មកចុះសូហ្វីប៉ាក្មួយជាអ្នកចម្បាំងគាត់បានផ្ដល់សេចក្តីសង្ឃឹមដល់មនុស្សជាច្រើនគាត់នឹងមិនអីទេ សួស្តី Sophie ក្មួយប្រហែលជាហត់ហើយនេះមីងបានធ្វើស៊ុបសម្រាប់ក្មួយវានឹងជួយឲ្យក្មួយស្រួលខ្លួនចាម្ដាយខ្ញុំតែងនិយាយថាស៊ុបអាចនាំយកគ្រប់អ្វីៗដែលធ្វើឲ្យយើងស្មុគស្មាញទៅឆ្ងាយអរគុណខ្ញុំបានចំណាត់ថ្នាក់នេះហើយ ប៉ាមិនចាប់អារម្មណ៍ទេ មិនចឹង ព្រោះប៉ាដឹងរួចហើយអ្វីដែលប៉ាមិនដឹងនោះគឺកូនចង់បានអ្វីជារង្វាន់ក្នុងការជាប់ខ្នាតលេខ1 កង់មួយ បានព្រះនាងម្ចាស់ព្រះនាងតូចរបស់ប៉ាធ្វើតាមព្រះតីព្រះនាងចុះ ខ្ញុំនឹងមិនភ្លេចទឹកមុខរីករាយរបស់លោក Steven ទេពេលដែលខ្ញុំប្រាប់គាត់ថាប្រពន្ធនិងកូនស្រីគាត់មានសុខភាពល្អជាឪពុកល្អម្នាក់គឺជាអ្វីដែលអស្ចារ្យបំផុតសម្រាប់បុរសម្នាក់កូនស្រីក៏ដូចគ្នាផងដែរខ្ញុំមានអារម្មណ៍ថាមានសំណាងណាស់ដែលបាននាំដំណឹងល្អនេះមកឲ្យ Steven ហើយខ្ញុំក៏មានសំណាងដែលមាន Sophie ផងដែរខ្ញុំចង់ធ្វើអ្វីៗជាច្រើនទៀតសម្រាប់អ្នកភូមិនៅតំបន់នេះត្រូវការមន្ទីរពេទ្យពួកគេត្រូវការវិជ្ជាបណ្ឌិតនិងគិលានុបដ្ឋាយិកាទៀតមីលានីប្រាប់ខ្ញុំថាខ្ញុំធ្វើអស់ពីសមត្ថភាពហើយតែទោះជាយ៉ាងណាបើអ្វីដែលខ្ញុំធ្វើនៅតែមិនគ្រប់គ្រាន់ថ្ងៃនេះការស្នើសុំថវិការបស់រដ្ឋសម្រាប់មន្ទីរពេទ្យរបស់ខ្ញុំត្រូវបដិសេធម្ដងទៀតខ្ញុំពិតជាខូចចិត្តណាស់ប៉ុន្តែនៅពេលនោះដែរដូចជាទេពធីតាសូហ្វីបានដើរចូលមកក្នុងបន្ទប់យកលទ្ធផលមកបង្ហាញនៅពេលខ្ញុំអោបនាងដោយសារនាងជាប់លេខ1ខ្ញុំមានអារម្មណ៍ថារីករាយខ្ញុំមានសង្ឃឹមថាថ្ងៃណាមួយសូហ្វីនឹងក្លាយជាវិជ្ជបណ្ឌិតថ្ងៃណាមួយសូហ្វីនឹងអាចធ្វើអ្វីដែលខ្ញុំមិនអាចធ្វើបានកូនស្រីជាទីស្រឡាញ់មានគេសួរប៉ាថ្ងៃនេះការដែលស៊ូទ្រាំជាមួយជំងឺនិងទុកព្រួយរាល់ថ្ងៃតើប៉ាធ្វើការបែបណាដើម្បីធ្វើការឲ្យមានអារម្មណ៍ល្អនិងមិនគិតប៉ាហាក់ដូចជាវិលវល់សូហ្វីត្រូវហើយប៉ាស្រឡាញ់ម៉ាក់កូននិងតាកូនប៉ុន្តែនៅពេលសូហ្វីញញឹមពិភពលោករបស់ប៉ាខ្លាចជាស្រស់ថ្លាហើយនៅពេលសូហ្វីឈឺចាប់ប៉ាមានអារម្មណ៍ដូចជាអ្វីៗគ្រប់យ៉ាងបាក់បែកសូហ្វីប៉ាសង្ឃឹមថាប៉ាអាចប្រាប់កូនថាកូនសំខាន់យ៉ាងណាសម្រាប់ប៉ាថ្ងៃនេះខ្ញុំធ្វើខុសសន្យាចំពោះកូនខ្ញុំមិនអាចនាំកង់ដែលកូនចង់បានមកឲ្យកូនបានទេគឺខ្ញុំនៅតាមផ្លូវទៅទិញវាពេលនោះប្រពន្ធរបស់លោកដូណូវេនបានបាក់ជើងរបស់គាត់ត្រូវការវះកាត់ដែលអាចធ្វើបានតែនៅទីក្រុងប៉ាត្រូវតែជ្រើសរើសរវាងកង់សូហ្វីនិងជើងអ្នកស្រីដូណូខ្ញុំដឹងថាសូហ្វីនឹងយល់ប៉ុន្តែខ្ញុំមានអារម្មណ៍ថាខូចចិត្តចំពោះរឿងនេះសូហ្វីជីវិតមិនមែនស្រួលរហូតទេបើកូនគ្មានទំនួលខុសត្រូវការលំបាកបន្តិចបន្តួចនឹងអាចបំបាក់កូនបានកូនឆ្លាតណាស់តើប៉ាបានទៅទិញកង់តាមសន្យាមែនទេប៉ាធ្វើខុសសន្យាគ្មានទំនួលខុសត្រូវតើប៉ាអញ្ចឹងមែនទេម៉ាក់ប្រកាសថាគាត់នឹងមិនអីទេលោកស្រី Stanton វិជ្ជបណ្ឌិតចង់ជួបលោកស្រីចាឆាប់ជាណាប៉ាខ្ញុំសន្យាថាខ្ញុំមិនត្អូញត្អែអ្វីទៀតទេខ្ញុំនឹងក្លាយជាមនុស្សមានទំនួលខុសត្រូវហើយខ្ញុំនឹងក្លាយជាវិជ្ជបណ្ឌិតដោយតែប៉ាសុបិនចាប់ពីថ្ងៃនោះមកសូហ្វីបានផ្លាស់ប្ដូរសូហ្វីតើចៅកំពុងទៅណានឹងទៅមន្ទីរពេទ្យដើម្បីជួយគិលានុបដ្ឋាយិកាខ្ញុំមិនទាន់អាចព្យាបាលអ្នកជំងឺបាននៅឡើយទេប៉ុន្តែប្រាប់ខ្ញុំតើខ្ញុំអាចជួយអ្វីបានខ្លះអូខ្ញុំដួលពេលកំពុងងូតទឹកឲ្យគោខ្ញុំ
មើលទៅដូចជាក្រិចខ្លាំងតោះយើងថ្នាំលាបនឹងបងរំរបួសអរគុណខ្ញុំអាចលាងស្នាមរបួសបានទេបាន ប្រយ័ត្នផងសប្បាយចិត្តណាស់ដែលបានកូនត្រឡប់មកវិញខ្ញុំមិនដែលចង់ទៅណាទេសូហ្វីណា កូនមិនដឹងថាបងត្រឡប់មកផ្ទះថ្ងៃនេះទេហើយនិយាយអញ្ចឹងលោកត្រូវសម្រាកនៅផ្ទះពី3សប្តាហ៍ឥឡូវនេះយើងអាចដោះស្រាយបញ្ហាតូចៗសិនដូច្នេះលោក យើង ហេតុអីបានជាមានមនុស្សច្រើនម្ល៉េះនៅទីនេះគេលៀននៅផ្ទះជាគេនេះថ្នាំដែលមីត្រកេប៉ា សូហ្វី នាងបានជួយខ្ញុំនៅមន្ទីរពេទ្យរាល់ថ្ងៃមិនដែលខាន ហេតុអ្វីបានជាគ្មានអ្នកណាប្រាប់ខ្ញុំ កូនចង់ឲ្យប៉ាភ្ញាក់ផ្អើលខ្ញុំសុំទោសណាប៉ាខ្ញុំអាត្មានិយមហើយមិនដែលបានឃើញថាមនុស្សនៅក្នុងភូមិនេះស្រឡាញ់ប៉ាប៉ុណ្ណេះដោយសារអំពើល្អរបស់ប៉ាយើងទាំងអស់គ្នាក៏ស្រឡាញ់ឯងដែរហើយខ្ញុំក៏ស្រឡាញ់អ្នកទាំងអស់គ្នាដោយប៉ាខ្ញុំដែរឥឡូវខ្ញុំដឹងហើយថាហេតុអ្វីបានជាប៉ាខ្ញុំចង់ឲ្យខ្ញុំក្លាយជាវិជ្ជបណ្ឌិតយ៉ាងខ្លាំង កូនអាចក្លាយជាអ្វីក៏បានតាមអ្វីដែលកូនចង់បានណាកូនស្រីសម្លាញ់កូនមិនបាច់ក្លាយជាអ្វីតាមដែលប៉ាចង់ឲ្យកូនក្លាយទៅជានោះឡើយ អត់ទេប៉ាខ្ញុំស្រឡាញ់ការងារនៅ clinic នេះនៅពេលប្រជាជនជាសះស្បើយហើយគ្រួសាររបស់គេមើលមកប៉ាជាមួយក្តីស្រឡាញ់និងគោរពនោះគ្មានអ្វីដែលល្អជាងនេះទេនៅលើលោកនេះឥឡូវខ្ញុំដឹងថាហេតុអ្វីបានជាប៉ាជ្រើសរើសជួយអ្នកស្រី Donovan ជំនួសឲ្យការទៅទិញកង់ឲ្យខ្ញុំនឹងធ្វើដូចគ្នាណាប៉ាខ្ញុំពិតជាចង់ក្លាយទៅជាវិជ្ជបណ្ឌិតហើយខ្ញុំនឹងក្លាយទៅជាវិជ្ជបណ្ឌិតយ៉ាងពិតប្រាកដខ្ញុំសន្យា កូនសម្លាញ់ ខ្ញុំស្រឡាញ់ប៉ាខ្ញុំស្រឡាញ់ប៉ា